បាទទូទាំងនៃជនទីរាប់អានវគ្គនេះជាវគ្គជួបជាមួយនឹងភ្នាក់ងារតាមខេត្តដូច្នេះសូមប្រគល់លោកបត្រាដើម្បីជួបជាមួយលោកកាំងរីប្រចាំនៅខេត្តបាត់ដំបងសូមអញ្ជើញបាទសូមអរគុណលោករដ្ឋទូរទស្សនិកជនសូមភ្ជាប់ទូរស័ព្ទតែម្ដងទៅលោកកាំងរីបាទជម្រាបសួរលោកកាំងរីបាទជម្រាបសួរលោកបត្រានិងលោករដ្ឋបាទបាទថ្មនេះមានរឿងអីពីបាត់ដំបងមកជម្រាបជូនដល់បងប្អូនដែលកំពុងតាមដានទស្សនាបាទលោកបត្រាប្រទេសមានសេចក្តីរាយការណ៍មួយបាទរថយន្តជាងមួយសប្តាហ៍មកហើយទើបនឹងប្តឹងសមត្ថកិច្ចឲ្យជួយរកចាប់បាទលោកបត្រាបាទចាតែមានហ្មងសូមជួយលំអិតតែម្ដងបាទបាទលោកបត្រាបាទម្ចាស់រថយន្តជីដូកផ្លូវ5ពាត់ទឹកបិចម្ចាស់បពាក់បាក់លេខផ្សេង 3B6647 បានឲ្យដឹងថារថយន្តរបស់ខ្លួនត្រូវបានគេលួចបើកបរយកទៅបាក់អស់រយៈពេលមួយសប្តាហ៍មកហើយជនសង្ស័យតែបើកលួចបើករថយន្តយកទៅនោះមានឈ្មោះសិទ្ធអាយុជាង20ឆ្នាំមិនស្គាល់លំនៅឋានទើបនឹងស្គាល់គ្នាថ្មីនេះរយៈពេលជាង2ខែតែបរិបទរូបនោះមានមុខរបរទីឈ្មោះបើកបររថយន្តឲ្យគេស្រាប់តែថ្ងៃដែលបាត់រថយន្តនោះជនសង្ស័យរូបនោះសុំដេកក្នុងកាប៊ីនរថយន្តខ្លួនក៏ឲ្យដេកដោយខ្លួនទុកចិត្តព្រោះបានរាប់អានគ្នាជាបងប្អូនធំអូបានរថយន្តរបស់ខ្លួនទៅបាត់តែម្ដងតាំងពីម៉ោង2រំលងអាធ្រាត្រយប់ថ្ងៃទី4កក្កដាឆ្លងចូលថ្ងៃទី5កក្កដារហូតមកដល់ពេលនេះមួយសប្តាហ៍មកហើយលោកបត្រាបាទលោកកាំងរីបានន័យថាគាត់ស្គាល់គ្នាស្និទ្ធស្នាលរបៀបម៉េចបានហ៊ានដល់ការឈានឲ្យរថយន្តខ្ចីបែបហ្នឹងបាទលោកបត្រាមិនមែនឲ្យខ្ចីទេបាទគឺម្ចាស់រថយន្តខាងលើនេះគឺគាត់បានរៀបរាប់ថាប្អូនរបស់ខ្លួនហ្នឹងប្អូនរបស់ខ្លួនហ្នឹងបានបើកបររថយន្តហ្នឹងទៅដឹកអេកាយនៅឯក្រុងប៉ោយប៉ែតហើយពេលដែលដឹកបរអេកាយនៅក្រុងប៉ោយប៉ែតប្អូនរបស់ខ្លួនហ្នឹងស្គាល់ជនសង្ស័យរូបនោះថារាប់អាននេះជាអ្នកបងទោះប្អូនធន់ហ្នឹងគឺស្គាល់គ្នាមួយរយៈពេលខ្លីទេមិនមែនខ្ចីទេលោកបត្រាតែម្ចាស់រថយន្តដែលបើករថយន្តទៅនោះគ្នាទៅដេកនៅផ្ទះសំណាក់បបួលទៅដេកតែជនសង្ស័យនេះអត់ទៅដេកទេគឺសុំដេកនៅក្នុងកាប៊ីនអញ្ចឹងលោកបត្រាក៏ពីខ្លួនឲ្យដេកក្នុងកាប៊ីនហ្នឹងក៏បកគលនឹងសោនឹងអីឲ្យជនសង្ស័យនោះបោកយកទៅបាត់រហូតមកដល់ពេលនេះតែម្ដងលោកបត្រាបាទអញ្ចឹងបានន័យថាលោកកាំងរីឲ្យខ្លីមកឲ្យធ្វើលេសឲ្យខាងបងប្អូនគាត់បង្កើតនេះទៅដេកនៅក្នុងបន្ទប់ទស្សនៈទៅហើយគាត់នេះដែលលួចរថយន្តនេះគឺគាត់ដេកក្នុងកាប៊ីនហើយខ្ចីស្អោទុកដើម្បីបញ្ឆេះឲ្យមានសិទ្ធិជាបាទនឹងជាការប៉ុណ្ណាលោកបត្រាគឺម្ចាស់រថយន្តទៅដេកចិត្តណាស់តែខ្លួនថារាប់អានជាបងប្អូនបងដែលរថយន្តធំប៉ុណ្ណឹងបើយកទៅទេអញ្ចឹងទុកចិត្តឲ្យគ្នាឲ្យអាជនសង្ស័យហ្នឹងគឺដេកក្នុងរថយន្តហ្នឹងតែអាជនសង្ស័យហ្នឹងគឺបានបើកទៅតាំងពីម៉ោងរំលងពីយប់អាធ្រាត្រតែម្ដងហើយម្ចាស់រថយន្តដែលរងគ្រោះហ្នឹងមានឈ្មោះតុកលេងភេទស្រីអាយុ43ឆ្នាំនិងប្តីឈ្មោះខុនធាមានទីលំនៅភូមិបវល1ឃុំបវលស្រុកបវលខេត្តបាត់ដំបងហើយរួមនឹងឈ្មោះទីខៀងអាយុ24ឆ្នាំជាអ្នកបើកបររថយន្តពីបវលទៅដឹកអេកាយនៅក្រុងប៉ោយប៉ែតហើយបាត់នេះបាត់នៅមុខផ្សារកណ្ដាលកន្លែងលក់អេកាយនៅក្រុងប៉ោយប៉ែតនឹងតែម្ដងហើយពេលនេះគឺពួកគាត់នឹងទើបនឹងបានដាក់ពាក្យបណ្ដឹងទៅសមាជិកខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងជាបន្តបន្ទាប់ឲ្យជួយរកចាប់ឲ្យគាត់ផងហើយនេះដោយលោកឃើញលោកបត្រាឃើញលេខទូរស័ព្ទអីគឺគាត់ដាក់នៅហ្នឹងតែបើសិនជាសមាជិកឬបងប្អូនជាបរិវត្តណាបានឃើញជួយផ្ដល់ដំណឹងឲ្យគាត់នឹងទូនទៅគុណ$1000អូចឹងណាលោកតាខ្ញុំឃើញខ្ញុំប្រាប់ដែរបាទលោកស្លាកលេខមិញស្លាកលេខប្រហែលផ្លេចទៅលោកកាំងរីស្លាកលេខរថយន្តមិញបាទស្លាកលេខគឺក្នុងពេញ 3B6647 បាទ 3B6647 ផ្លូវ5យាយដុកចាស់លោកបត្រាបាទអើយទៅហើយនេះ 3B6647 អរគុណណាស់លោកកាំងរីរាយការណ៍ពីខេត្តបាត់ដំបងមកបាទអរគុណលោកបត្រានិងលោកអរគុណណាស់រថយន្តទៅហើយមិនដឹងម្ចាស់នៅណាទេម្ចាស់ទាំងហើយហៅរមរថយន្តមកវិញបើរថយន្តចេះឆ្លើយចេះដឹងវិញ្ញាណទៅព្រមត្រឡប់មកវិញហើយដល់គ្នាទៅអ្នកណាគេបើកនោះទៅដល់ណាទៅដល់នោះធ្លាក់ទៅដល់កំហែងថ្មណាក៏មិនដឹងកាប់សាច់អស់ហើយមើលទៅអរគុណពិបាកទៅបាត់ឡើងមកទឹកទៅមកផ្សាយឥឡូវបាក់ដែរអញ្ចឹងបងឆាប់ជូនពោឆាប់រកឃើញវិញចុះអរគុណឥឡូវសូមភ្ជាប់ទូរស័ព្ទទៅលោកភិរុនមកករណីទៀតសូមជូនដល់លោករដ្ឋបាទអញ្ជើញបាទអរគុណបាទជំរាបសួរលោកភិរុនបាទជំរាបសួរលោករដ្ឋនិងលោកបត្រាបាទលោកភិរុនមានរឿងអីដែរទាំងព្រលឹមថ្ងៃនេះបាទដល់ព្រឹកនេះខ្ញុំរាយការណ៍អំពីរដ្ឋបាលស្រុកកកហ្នឹងគឺហើយនឹងដៃគូពាក់ព័ន្ធហ្នឹងពង្រឹងការអនុវត្តកិច្ចដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបាទអភិវឌ្ឍយ៉ាងម៉េចខ្លះលោកភិរុនលំអិតបាទ
បាទឃើញថាដើម្បីលើកកម្ពស់ប្រព័ន្ធសេវានានានៅថ្នាក់មូលដ្ឋានឲ្យកាន់តែមានភាពប្រសើរឡើងនោះគឺអាជ្ញាធរស្រុកកកនិងមណ្ឌលអភិវឌ្ឍជនធានមនុស្សខេត្តពោធិ៍សាត់និងអង្គការដៃគូចំនួន2បានបើកវគ្គដើម្បីអនុវត្តបង្ហាញការនិយាយអំពីដំណើរការត្រួតពិនិត្យព័ត៌មានដោយប្រជាពលរដ្ឋបាទជាមួយគ្នានោះគឺបើតាមការលើកឡើងរបស់លោកសុតតារាបាទលោកសុតតារាក្រុមប្រធានក្រុមប្រឹក្សាស្រុកកកនឹងលោកបានមានប្រសាសន៍ថាភាសាការចូលរួមពីប្រជាពលរដ្ឋមិនទាន់បានទូលំទូលាយអញ្ចឹងហើយធ្វើឲ្យអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋដែលបានកើតឡើងនោះគឺมันបានដោះស្រាយឲ្យបានគ្រប់ជ្រុងជ្រោយអញ្ចឹងហើយដើម្បីឲ្យកិច្ចការងារដំណើរការបានល្អអារ៉ាប់បានរួមនឹងអ្នកពាក់ព័ន្ធហ្នឹងគឺថាបានបើកវគ្គដើម្បីឲ្យប្រជាពលរដ្ឋលោកតាមបាននៅពលមាននៅថ្នាក់ក្រោមហ្នឹងបាទលោកភិរុនការបណ្ដោះបណ្ដាលហ្នឹងមានការដេញដោលសួរទៅវិញទៅមកផងអីយ៉ាងម៉េចឬក៏ជាការបង្រៀនយកតែម្ដងឬម៉េចបាទនិយាយជារូបគឺបើកវគ្គហ្នឹងគឺដើម្បីផ្ដល់ចំណេះដឹងនិងចំណេះធ្វើនឹងជាមួយនឹងបទពិសោធន៍ជាក់ស្ដែងដល់សំខាន់លើការអនុវត្តផ្ទាល់នោះនិយាយជារួមគឺពាក់ព័ន្ធនឹងសេវាថ្នាក់មូលដ្ឋានរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋហ្នឹងដោយសារតែកន្លងមកហ្នឹងគឺដោយសារការមើលឃើញព្រោះនេះបើតាមការលើកឡើងរបស់លោកសុតតារាហ្នឹងបើតាមការមើលឃើញរបស់អាជ្ញាធរហ្នឹងគឺថាការអនុវត្តនៅថ្នាក់ក្រោមជាពិសេសថ្នាក់មូលដ្ឋានឃុំអីហ្នឹងនឹងអ្នកពាក់ព័ន្ធទាំងអស់គឺមិនទៅជាថាការអនុវត្តហ្នឹងវាមិនបានគ្រប់ជ្រុងជ្រោយលោករដ្ឋបាទអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋលោកមិនបានទទួលអ្វីដែលគាត់ត្រូវការអ្វីដែលកង្វល់ដែលគាត់បានលើកឡើងណាបាទអរគុណច្រើនលោកភិរុនបាទឬក៏មានអីសង្ខេបបន្តិចបាទសូមអញ្ជើញបាទប្រពជារួមគឺបើកវគ្គបណ្ដុះបណ្ដាលបើកវគ្គនេះគឺដើម្បីផ្ដល់លោកចំណេះដឹងហ្នឹងដើម្បីឲ្យថ្នាក់អ្នកពាក់ព័ន្ធដែលមកគ្រប់ផ្ដោតសំខាន់ទៅលើសេវា3បាទគឺទី1គឺសេវាអប់រំទី2សុខភាពសុខភាពរបស់ប្រជាពលរដ្ឋហ្នឹងនិងទី3គឺអវត្តការអវត្តមូលដ្ឋានបាទអរគុណច្រើនបាទសូមអញ្ជើញបាទអរគុណបាទអញ្ចឹងហើយបើវគ្គនេះគឺដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់និយាយជារួមគឺពេទ្យក្រុមគ្រូពេទ្យដែលមកពីមណ្ឌល9ចំនួន9នៅស្រុកកកហើយនឹងគ្រូបង្រៀនសាលាបឋមសិក្សាទាំង60សាលានៅស្រុកកកនៅផងដែរហ្នឹងគឺបានមកចូលរួមទាំងអស់ហ្នឹងគឺដើម្បីឲ្យគាត់ក្រេបយកទាំងអស់ចំណេះដឹងហ្នឹងយកទៅដល់ជូនប្រជាពលរដ្ឋប្រជាពលរដ្ឋបានប្រសើរឡើងបាទលោករដ្ឋបាទអរគុណច្រើនលោកភិរុនបាទរាយការណ៍ពីខេត្តពោធិ៍សាត់បាទអរគុណបាទជំរាបលាបាទជំរាបលាបាទទូទាំងនៃជនជាទីគោរពបាទដោយសារម្សិលមិញមានកិច្ចប្រជុំមួយនៅក្នុងក្រុមនៅផ្នែកខាងអគ្គនាយកដ្ឋានគយនិងរដ្ឋកយនោះបាទក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋកយម្សិលមិញអាយដាមគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋកយកម្ពុជាបានបង្ហាញពីចំណូលពន្ធនិងអកប្រមូលគយក្នុងឆមាសទី1ឆ្នាំ2016បាទដែលបានសម្រាប់បានជាង$883លានអាមេរិកហើយមានកំណើនប្រមាណ 19.4% បើប្រៀបធៀបនឹងឆមាសទី1ឆ្នាំ2015បាទហើយចំណូល6ខែដើមឆ្នាំ2016នេះសម្រាប់បានប្រមាណ 55% នៃផែនការចំណូលដែលបានកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ2016ហើយក្រៅពីលទ្ធផលនៃការប្រមូលចំណូលសម្រាប់ថវិកាជាតិឯកឧត្តមអគ្គនាយកក៏បានលើកឡើងផងដែរនៅសមិទ្ធផលផ្សេងៗទៀតនៃការអនុវត្តផែនការសកម្មភាពរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋកយកម្ពុជាដែលបានរៀបចំឡើងដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រគៀកោចំណូលរយៈពេលមធ្យមឆ្នាំ2014-2018របស់រាជរដ្ឋាភិបាលនិងយុទ្ធសាស្ត្រកំណែទម្រង់ទំនើបកម្មរដ្ឋបាលគយកម្ពុជា2014-2018ដែលក្នុងនោះមានចង្កោមការងារកន្លឹះមួយចំនួនដូចជាពង្រឹងការគ្រប់គ្រងរដ្ឋបាលគយអភិបាលកិច្ចល្អនិងវិន័យការងារកែលម្អការងារបច្ចេកទេសគយនិងគោលនយោបាយបាទហើយក៏មានការអនុវត្តវិធានការជំរុញអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបអំពើរត់ពន្ធនិងកិច្ចពន្ធផងដែរបាទហើយក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីឯកឧត្តមអូនពាន់មនីរតទេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃចំណូលពន្ធអកប្រមូលពីពាណិជ្ជកម្មអន្តរជាតិក្នុងថវិកាជាតិព្រមទាំងបានទទួលស្គាល់នៅបញ្ហាប្រឈមនានាដែលត្រូវពុះពៀដោះស្រាយហើយត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីប្រមូលពន្ធ
ឲ្យកាន់តែប្រសើរស្របតាមសក្តានុពលដែលមានចឹងមានន័យថាបើយើងអាចមានលទ្ធភាពប្រមូលបានត្រឹមណាអីត្រឹមណីត្រូវតែធ្វើឲ្យអស់លទ្ធភាពដើម្បីកុំឲ្យក្រុមហ៊ុនមួយចំនួនឬក៏សេវាមួយចំនួននោះមានការកិច្ចពន្ធដោយមិនបានប្រមូលសម្រាប់ថវិកាជាតិបាទយើងបញ្ចប់ប៉ុណ្ណឹងទូរទស្សនិកជនជាទីគោរពរាប់អានសូមសម្រាប់បន្តិចសិនវគ្គក្រោយនឹងភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍តាមបណ្ដាខេត្តមួយចំនួនបន្តទៀតខណៈនេះសូមសម្រាប់បន្តិចបាទ